ចាថ្ងៃនេះទំនេររៀបចំកន្លែងដាំបន្លែបន្តិចពុកម៉ែបងប្អូនតែហើយនឹងរៀបចំដីដើម្បីដាក់នៅក្នុងកំប៉ុងទៅយកទៀតចាថ្ងៃនេះគឺចំណាយកំប៉ុងទីម្ដងដើម្បីយកមកដាំបន្លែតែដោយសារដីខ្ញុំតូចពេកក៏ធ្វើទៅលើនឹងយកមកដាំនៅដីខាងក្រៅចាហើយឥឡូវនេះចាប់ដើមយាយដីលាយជីដើម្បីដាក់លើកំប៉ុងទីដើម្បីដាំបន្លែចាហើយក៏បានចំនួនការតូចនេះមកជួយចាចំនួនការតូចនេះគឺជួយស្វះស្វែងមែនតើចាគឺនេះគឺនឹងគេจะเอาไปกินណាម៉ាក់នេះចាយទៅនេះចាយទៅនេះចាយហើយនេះឥឡូវគេជួយចាយជីកង់ចាយលើចាឥឡូវបន្ទាប់ពីចាយដីអីច្បល់ចូលព្រីអស់ហើយខ្ញុំទៅហៅដើមអំពៅដែរបងប្អូននៅជិតខាងគាត់ជាអំពៅលក់ខ្ញុំគាត់យកមកដាក់ចាដាក់ក្នុងពងទឹកនេះដើម្បីឲ្យវារក្សាជាសំណើមបានច្រើនបងប្អូនចាដើម្បីចូលទៅវាមានសាំងលេខាថ្ងៃក្រោយមកបើយើងអត់ដាក់អានោះទៅវាអត់បានសាំងទេចាបន្ទាប់ពីដាក់ដីពួកនេះហើយខ្ញុំចាប់តាមដាក់ដីដែលបានលាយហើយហ្នឹងយកមកដាក់នៅក្នុងពងទឹកហ្នឹងចាឥឡូវចាប់តាមដាក់ហើយដាក់បតាហ្នឹងបានកូនបើទៅជួយមកជួយចុងទៀតចាហើយពេលជួយហ្នឹងបងប្អូនឯងមិនអាយុច្រើនទេអាយុទឹក2ខួបជាងជិត3ខួបទេប៉ុន្តែការងារចិត្តដឹងណាជួយការងារម៉ាក់សពគ្រប់បែបយ៉ាងចាអញ្ចឹងខ្ញុំអ្នកចុកដីដាក់ហើយកូនបើជាអ្នកជួយចុកដីដាក់ក្នុងដបទឹកសុទ្ធហ្នឹងកណ្ដុងទឹកសុទ្ធអាធំហ្នឹងយកមកដាក់ឲ្យម៉ាក់ដាក់ដីនៅក្នុងកំប៉ុងយកហ្នឹងចាអញ្ចឹងខ្ញុំចាប់ដើមដាក់ហើយពុកម៉ែបងប្អូនដឹងថាខ្ញុំដាំបន្លែអីខ្ញុំពុកម៉ែបងប្អូនចាំតាមដានទស្សនានៅវីដេអូបន្តនេះខ្ញុំនឹងធ្វើបន្តដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាថាការដាំបន្លែនេះគឺបានល្អឬក៏អត់ចាហើយនេះខ្ញុំក៏មិនជាអ្នកជំនាញណាខាងដាំបន្លែនេះគ្រាន់ថាជាការចូលចិត្តណាខាងដាំបន្លែប្លុកជុំវិញផ្ទះដើម្បីជួយសម្រួលដល់ការហូបចុកណាមួយយើងដាំខ្លួនឯងវាអត់មានជាតិគីមីអីទេគឺយើងដាំដោយប្រើជីធម្មជាតិចាលាមកសัตว์លាមកគោលាមកមាន់ចាផេះកាមអញ្ចឹងទៅដីខ្លះអីខ្លះទៅយើងធ្វើដោយខ្លួនឯងអញ្ចឹងគឺវាសុវត្ថិភាពមិនដូចយើងទិញផ្សារមិនដឹងថាគេបាញ់ថ្នាំអីខ្លះទេពុកម៉ែបងប្អូនចាដែលយើងដាំអញ្ចឹងណាមួយជាចង់ថាជាចំណីអារម្មណ៍ផ្លូវកាត់ចិត្តយើងផងដាំឲ្យឃើញម្លាយយើងនៅចិត្តផ្ទះអញ្ចឹងទៅយើងធ្វើអារម្មណ៍យើងស្រស់ថ្លាដែរចាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាសូមពុកម៉ែបងប្អូនចាំតាមដានទស្សនានាងខ្ញុំនៅវីដេអូក្រោយៗទៀត